ព្រះកេណេសជួយអ្វីខ្លះក្នុងមុខរបររកស៊ីព្រះកេណេសគេចាត់ទុកថាជាទេវតានៃប្រាជ្ញាប្រាក់ចំណូលនិងភាពជោគជ័យក្នុងពាណិជ្ជកម្មជួយឲ្យការរកស៊ីលូនចម្រើននិងមានអតិថិជនជាប់ចិត្តជួយរារាំងឧបសគ្គនិងដោះស្រាយបញ្ហាក្នុងអាជីវកម្មពិសេសមុនពេលចាប់ផ្ដើមអ្វីថ្មីគេនិយមបួងសួងព្រះកេណេសជាមុនសិនបន្ថែមសំណាងនិងភាពអាចទុកចិត្តគេជឿថាអ្នកណាដែលគោរពព្រះកេណេសជានិច្ចនឹងទទួលបានជោគជ័យនិងសេចក្តីជឿទុកចិត្តពីអតិថិជនរបៀបគោរពព្រះកេណេសទី1ដាក់រូបព្រះកេណេសនៅផ្នែកខាងស្ដាំទ្វារចូលហាងទី2ថ្វាយផ្លែឈើបាយឬទឹកផ្លែឈើទី3បួងសួងជាពិសេសនៅថ្ងៃច័ន្ទឬថ្ងៃសុក្រព្រោះជាថ្ងៃនៃសំណាងនិងប្រាជ្ញាសង្ខេបសេចក្តីព្រះកេណេសជួយឲ្យរកស៊ីរលូនបំផ្លែងឧបសគ្គទៅជាពន្លឺបំផុសប្រាជ្ញាទាក់ទាញអតិថិជននិងជោគវាសនាល្អ